ម៉ូតូថ្មីណាម៉ូតូថ្មីយើងកំណត់ត្រឹមដូរប្រេងម៉ាស៊ីនតា500ឯបានហើយណាអញ្ចឹងយើងជិះត្រឹម500គីឡូហើយយើងកុំជិះលឿនពេកយើងជិះម៉មៗបានហើយចាំពេលដូរប្រេងម៉ាស៊ីនហើយម៉ាសាចាំយើងជិះលឿនណាហើយ500គីឡូយើងដូរប្រេងចេញម្ដងទៅហើយចាំពេល1000គីឡូឬមួយទៅតាមស្តង់ដារប្រេងដែលបងប្អូនដូរចាំយើងដូរថែមទៀតណាអញ្ចឹងទិញដំបូងយើងកុំចាំ1000គីឡូសំដូរណាអញ្ចឹងកំណត់គីឡូដូរប្រេងម៉ាស៊ីនយើងចុចប៊ូតុន2ឲ្យជាប់ហ្នឹងណាវាលោតម៉ោងយើងអាចសេរីម៉ោងបានណាអញ្ចឹងយើងចុច set នេះមួយគឺយើងអាចសេរីម៉ោងបានហើយយើងចុចនេះទៅម៉ោងប្រហែលយើងចុចតាមហ្នឹងណាហើយពេលយើងសេរីម៉ោងចប់នាទីម្ដងយើងសេរីនាទីចប់យើងចុច set ចេញមកនេះអញ្ចឹងគឺចប់ហើយម៉ោងណាហើយសម្រាប់អានេះគីឡូគេ set គឺ1000គីឡូអញ្ចឹងយើងរើសទៅ500គីឡូណាអញ្ចឹងយើងចុចកន្លែង set នេះដើម្បីឲ្យកន្លែងគីឡូនេះវាលោតណាអញ្ចឹងឲ្យបន្ទាប់មកយើងរើសនេះមកនេះអញ្ចឹង1500 2000 3000យើងសេរីធ្វើ500គីឡូមកអញ្ចឹងដល់ពេលដល់500គីឡូវាចាប់ផ្ដើមលោតប្រេងហើយយើងដូរប្រេងម្ដងណាអញ្ចឹងតែប៉ុណ្្នឹងឯងសម្រាប់ការ set របស់វានិយាយទៅដូចម៉ូតូ Scoopy ដូច PSX ដូចអីធម្មតាណាអរគុណច្រើន